នៅទីនេះគឺនៅក្នុងភូមិគុកបារែងឃុំអណ្ដូងពោស្រុកតាំងគោកខេត្តកំពង់ធំដូចយើងបានព័ត៌មានពីលោកមេភូមិរួចហើយគឺទីតាំងមួយដែលតាំងពីបុរាណមកមានស្លាកស្នាមរបៀបនេះតែអ្វីដែលយើងបានសិក្សាយើងដឹងថានៅទីនេះគឺជាលក្ខណៈសន្តានដីយើងហៅថាភូមិមូលដែលដូចទៅនឹងភូមិមូលផ្សេងនៅក្នុងប្រទេសកម្ពុជាដែរឧទាហរណ៍នៅភូមិមូលក្រែកមេមត់ខេត្តកំពង់ចាមវាមានសន្តានគូទឹកអញ្ចឹងមកហើយវាមានដីព័ទ្ធជុំវិញរាងមូលអញ្ចឹងមកយើងមានភូមិមូលនៅខាងខេត្តសៀមរាបនៅភូមិលវានៅស្រុកពួកមានសន្តានគូទឹកព័ទ្ធជុំវិញអញ្ចឹងដែរហើយនឹងភូមិមូលនៅជើងឯកនៅភ្នំពេញបច្ចុប្បន្ននោះក៏មានសន្តានជាមានគូទឹកជីកអីដូចគ្នាអញ្ចឹងដែរហើយដែលយើងមើលពីលើរូបភាពពីលើអាកាសគឺយើងឃើញមានសន្តានរាងមូលតែអ្វីដែលយើងបានសិក្សាវាស់វែងតាមភូមិមូលតាមរូបភាពពីលើអាកាសយើងឃើញថាអង្កត់ផ្ចិតពីកើតទៅលិចនៃសន្តានដីភូមិមូលនេះពីកើតទៅលិចមានប្រវែង769ម៉ែត្រហើយពីអ័កខាងជើងទៅខាងត្បូងគឺ600ម៉ែត្រជាង660ប្រហែលម៉ែត្រអញ្ចឹងក្នុងប្រហែលប៉ុណ្ណឹងបើយើងប្រៀបធៀបភូមិមូលនៅជើងឯកភូមិមូលនៅជើងឯកយើងបានសិក្សាហើយគឺជើងឯកហ្នឹងគឺអង្កត់ផ្ចិត740អញ្ចឹងបើយើងធៀបនឹងទីនេះនៅទីនេះធំជាងប៉ុន្តែយ៉ាងណាក៏ដោយទំហំប៉ុណ្ណេះគឺជាទំហំមួយដែលធំក្នុងលំដាប់ដែលធំជាងគេបំផុតនៅប្រទេសកម្ពុជាហើយក៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ដែរបើយើងមើលអំពីកុលភាជឬក៏ជាសមុជ័យដែលនៅរាយប៉ាយតាមទួលហ្នឹងយើងរកឃើញមានបំណែកក្អមឆ្នាំងកុលភាជផុយមួយចំនួនដែលជាភ័ស្តុតាងមួយបង្ហាញថានៅទីនេះគឺជាកន្លែងដែលមនុស្សរស់នៅគឺប្រកបណាស់មនុស្សនៅសម័យបុរាណក្នុងពេលណាមួយមនុស្សរស់នៅទីនេះហើយបានប្រើប្រាស់សន្តានដីឬថាកែច្នៃសន្តានដីហ្នឹងជីកកពែងអូនេះយើងហៅថាគូទឹកនេះព័ទ្ធជុំវិញជាសន្តានរាងមូលបែបនេះហើយមនុស្សរស់នៅផ្នែកខាងក្នុងហើយបើតាមរយៈបងមេភូមិគុកបារែងគាត់បានបង្ហាញអំពីភ័ស្តុតាងមួយចំនួនដែលមានទួលប្រាសាទគ្រឹះប្រាសាទនៅក្នុងនឹងទៀតអញ្ចឹងនេះគឺជារបបកំហើញថ្មីមួយមិនដែលឃើញមានបង្ហាញឬក៏ការបកស្រាយក៏បង្ហាញនៅក្នុងឯកសារណាមួយឬក៏តាមរយៈការសិក្សាណាមួយទេអញ្ចឹងខ្ញុំយល់ថាខ្ញុំគិតថានេះគឺជាទិន្នន័យថ្មីមួយដែលយើងបានរកឃើញនៅក្នុងខេត្តកំពង់ធំពិសេសគឺនៅក្នុងភូមិគុកបារែងឃុំអណ្ដូងពោស្រុកតាំងគោកនេះតែម្ដងជាមោទនភាពមួយដែលយើងបានរកឃើញទិន្នន័យថ្មីសម្រាប់យើងស្រាវជ្រាវថ្ងៃមុខទៀតដើម្បីឲ្យដឹងថាតើតួនាទីឬក៏អាយុកាលនៃការរស់នៅក្នុងតំបន់ភូមិមូលនេះតើតាំងពីពេលណាមួយទៀតអញ្ចឹងអានេះគឺជាអ្វីដែលយើងសិក្សាស្រាវជ្រាវទៅមុខទៀតហើយជាកិត្តិយសដែលអ្នកភូមិស្រុកគុកបារែងដែលគាត់បើថាមានគេមរតកពីបុរាណមកមិនដឹងថាអាយុកាលប្រមាណប៉ុន្តែយើងអាចសន្និដ្ឋានថាជាការរស់នៅតាំងពីសម័យបុរាណអាចពីសម័យបុរេប្រវត្តិសាស្ត្រឬក៏ដើមសម័យបុរេប្រវត្តិសាស្ត្រសម័យមុនអង្គរអាចដើមទេប៉ុន្តែអ្វីទាំងអស់គ្រាន់តែជាការសន្និដ្ឋានជាមុនហើយជាសមត្ថកម្មនៃការស្រាវជ្រាវទេអញ្ចឹងដើម្បីឲ្យជាក់ច្បាស់ថាអាយុកាលឬការរស់នៅយ៉ាងម៉េចទៀតយើងនឹងធ្វើការសិក្សាស្រាវជ្រាវទៅថ្ងៃអនាគត